អំណាចនៃភាពស្ងៀមស្ងាត់ហេតុអ្វីបានជាការនិយាយតិចធ្វើឲ្យអ្នកមានឥទ្ធិពលមួយភាពស្ងៀមស្ងាត់មិនមែនជាភាពទន់ខ្សោយនៅក្នុងសង្គមដែលពោរពេញទៅដោយការប្រកួតប្រជែងមនុស្សភាគច្រើនយល់ច្រឡំថាការនិយាយច្រើនគឺជាការបង្ហាញពីចំណេះដឹងនិងអំណាចប៉ុន្តែតាមពិតទៅអំណាចពិតប្រាកដជារឿយៗស្ថិតនៅក្នុងភាពស្ងៀមស្ងាត់ភាពស្ងៀមស្ងាត់មិនមែនមានន័យថាអ្នកគ្មានអ្វីត្រូវនិយាយនោះទេប៉ុន្តែវាមានន័យថាអ្នកដឹងពីតម្លៃនៃពាក្យសម្ដីនិងពេលវេលាដែលត្រូវនិយាយ 2. ច្បាប់នៃអំណាចនិយាយឲ្យតិចជាងអ្វីដែលចាំបាច់យោងតាមសៀវភៅច្បាប់នៃអំណាចទាំង48ច្បាប់មួយនៅក្នុងចំណោមច្បាប់ដែលសំខាន់បំផុតគឺត្រូវនិយាយឲ្យតិចជាងអ្វីដែលចាំបាច់ជានិច្ចនៅពេលដែលអ្នកព្យាយាមនិយាយដើម្បីឲ្យអ្នកដទៃចាប់អារម្មណ៍កាលណាអ្នកនិយាយកាន់តែច្រើនអ្នកកាន់តែមើលទៅសាមញ្ញនិងគ្មានការគ្រប់គ្រងផ្ទុយទៅវិញនៅពេលដែលអ្នកនិយាយតិចពាក្យសម្ដីរបស់អ្នកនឹងមានទម្ងន់និងអ្នកនឹងមើលទៅដូចជាមនុស្សដែលមានអាថ៌កំបាំងនិងមានជំរឿគិត 3. សិល្បៈនៃការស្ដាប់និងការសង្កេតការរក្សាភាពស្ងៀមស្ងាត់ផ្ដល់ឲ្យអ្នកនូវអត្ថប្រយោជន៍ដ៏ធំធេងមួយគឺសមត្ថភាពក្នុងការសង្កេតនៅពេលដែលអ្នកស្ងៀមស្ងាត់អ្នកអាចស្ដាប់បានកាន់តែច្បាស់មិនត្រឹមតែស្ដាប់នៅអ្វីដែលគេនិយាយនោះទេប៉ុន្តែថែមទាំងអាចសង្កេតបាននៅភាសាកាយវិការនិងបំណងប្រាថ្នាដែលលាក់កំបាំងរបស់អ្នកដទៃផងដែរព័ត៌មានដែលអ្នកទទួលបាននៅក្នុងពេលស្ងៀមស្ងាត់គឺជាអាវុធដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងស្ថានភាពនិងការសម្រេចចិត្ត 4. ការគ្រប់គ្រងស្ថានភាពនិងផ្លូវចិត្តភាពស្ងៀមស្ងាត់គឺជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការចរចាឬដោះស្រាយជម្លោះនៅពេលដែលអ្នកស្ងៀមអ្នកបង្កើតឲ្យមានភាពមិនស្រួលដល់ភាគីម្ខាងទៀតដែលបង្ខំឲ្យពួកគេត្រូវតែនិយាយឲ្យច្រើនដើម្បីបំពេញចម្លោះនៅទំនេរនោះក្នុងដំណើរការនេះពួកគេនឹងចាប់ផ្ដើមទម្លាយនៅចំណុចខ្សោយឬព័ត៌មានសំខាន់ៗដែលពួកគេមិនមានបំណងនឹងប្រាប់ដូច្នេះការគ្រប់គ្រងភាពស្ងៀមស្ងាត់គឺជាការគ្រប់គ្រងលបែងនៃផ្លូវចិត្ត 5. ការពារខ្លួនពីការនិយាយខុសពាក្យសម្ដីដែលពោលចេញទៅហើយមិនអាចដកមកវិញបានទេការនិយាយច្រើនពេកបង្កើតហានិភ័យនៃការនិយាយខុសនិងការនិយាយអ្វីដែលល្ងងខ្លៅដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកមនុស្សឥទ្ធិពលដឹងថាការរក្សាភាពស្ងៀមស្ងាត់គឺជាការរក្សានូវសុវត្ថិភាពដ៏មានអំណាចរបស់ពួកគេ 6. សេចក្តីសន្និដ្ឋានការជាម្ចាស់លើពាក្យសម្ដីចូលរៀនធ្វើជាមនុស្សដែលស្ដាប់ច្រើនជាងការនិយាយចូលចងចាំថាមាសសុទ្ធមិនដែលស្រែកផ្អើលឡើយភាពស្ងៀមស្ងាត់ដែលពោរពេញទៅដោយការសង្កេតនិងការយល់ដឹងនឹងធ្វើឲ្យអ្នកក្លាយទៅជាមនុស្សដែលមានឥទ្ធិពលមានអំណាច